done. សូមគោរពជំរាបសួរទៅកាន់លោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញនៅគម្រោងមួយដែលជា robot arm ដែលវារចនាបថឡើងមានរាងដូចជាដៃមនុស្សដែលវាជាបច្ចេកវិទ្យាមួយអាចជួយការងារដល់មនុស្សយើងបានយ៉ាងច្រើនដូចជាការលើករបស់ការចាប់របស់ឬក៏ការងារផ្សេងៗនៅក្នុងរោងចក្រឧស្សាហកម្មផងដែរ robot arm មានផ្នែកសំខាន់ដូចជា base គឺជាផ្នែកខាងក្រោមរបស់ robot arm ដែលវាមាននីតិក្នុងការទ្រទ្រង់ទម្ងន់ទាំងមូល servo motor គឺជា motor សម្រាប់គ្រប់គ្រងចលនាទាំងមូលរបស់ robot arm វាអាចបង្វិលទៅឆ្វេងទៅស្ដាំឡើងឬក៏ដកចុះជាដើមចំណែក arm structure វិញគឺជាផ្នែកមួយដែលយើងបង្កើតវាឡើងមានរាងដូចជាដៃហើយ scripter គឺជាផ្នែកខាងចុងនៃដៃរបស់ robot arm ដែលវាមាននីតិក្នុងការចាប់ឬក៏កាន់វត្ថុផ្សេងៗដែលយើងត្រូវការដែលផ្នែកទាំងអស់នេះគឺវាធ្វើការរួមគ្នាតែមួយដើម្បីឲ្យ robot arm អាចធ្វើចលនានិងបំពេញការងារបានយ៉ាងត្រឹមត្រូវនិងមានប្រសិទ្ធភាពផងដែរ robot arm នេះដំណើរការដោយការបញ្ជាពី Arduino និង code programming ដែលយើងបានសរសេររួច upload ចូលទៅឲ្យវាដែល Arduino វាមាននីតិប្រៀបដូចជាខួរក្បាលសម្រាប់គ្រប់គ្រងរាល់ចលនាព្រមទាំងសកម្មភាពទាំងនេះគឺវាមានសារៈប្រយោជន៍ជាច្រើនវាជួយកាត់បន្ថយកម្លាំងមនុស្សនិងអាចធ្វើការងារបានលឿនព្រមទាំងមានប្រសិទ្ធភាពខ្ពស់ផងដែរវាក៏អាចធ្វើការនៅកន្លែងដែលមានគ្រោះថ្នាក់ចំនួនមនុស្សបច្ចុប្បន្ននេះ robot arm ត្រូវបានប្រើប្រាស់នៅក្នុងរោងចក្រមន្ទីរពេទ្យនិងវិស័យបច្ចេកវិទ្យាជាច្រើនគម្រោងនេះក៏វាអាចឲ្យយើងបានសិក្សាយល់ដឹងអំពី robotics ព្រមទាំងពាក់ព័ន្ធជាមួយនឹង coding ផងដែរសរុបជារួមមក robot arm នេះវាគឺជាបច្ចេកវិទ្យាមួយដ៏ទំនើបដ៏មានសារៈសំខាន់សម្រាប់យើងនៅថ្ងៃអនាគតដែលវាជួយការងារមនុស្សបានច្រើនព្រមទាំងបង្កើនប្រសិទ្ធភាពការងារផងដែរសូមអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះ